បន្តពីភាពមុនម៉ូលីនក្បានស្ទើរនិយាយទៅកាន់ឈៀងយៀនគ្រូសាឡូត្រូវបានដុតបំផ្លាញខ្លះទៅជាផេះចុះមិនបានក្បាននេះនៅស្រស់ចឹងនិយាយទៅក្បានបកទៅកាន់ឈៀវតងក្បានមើលទៅកាន់ប្រអប់យ៉ាងតក់ស្លុតមិនមកយូរទេក្បានបើកនៅប្រអប់នេះមើលនាងក៏មានការភ្ញាក់ផ្អើលអ្នកទាំងពីរក្បានសម្លឹងទៅកាន់ឈៀងយៀនម៉ូលីនក្បានមកនិយាយជាមួយឈៀវតងមិនចាំបាច់តក់ស្លុតអ្វីទេគ្រូសារបស់នាងមិនទាន់ស្លាប់នៅឡើយព្រោះក្បានរំលឹកដល់ពេលឈូបានធ្វើដំណើរចម្ងាយរាប់ពាន់ម៉ាយមកទីនេះដើម្បីលេងលះដោយសារតែគ្រូសាលោកខ្លាចថារឿងនេះប៉ះពាល់ជាមួយនឹងគម្រោងកំចាត់ទៅកាន់ភ្នំតៃហាងនោះឈៀងយៀនក្បានផ្ដល់កំណត់ឲ្យពួកគេប្រមូលផ្ដុំគ្រូសាលោកទាំងអស់ចាស់ចាញ់រួចក៏ដុតកំទេចសំណាក់ចោលដើម្បីទម្លាក់កំហុសនេះទៅកំពូលភ្នំតៃហាងដល់ពេលនោះនិកាយធំទាំង7និងគ្រួសារទាំង8នឹងចាប់ផ្ដើមសងសឹកទៅកាន់កំពូលភ្នំតៃហាងតែជាអក្សរអ្នកដែលរងគ្រោះពិតប្រាកដមិនមែនជាកំពូលភ្នំតៃហាងទេលោកម្ចាស់បានក្បានតាមជាមន្ត្រីអនុវត្តច្បាប់ឡើងពាត់ឈៀងយៀនព្រមទាំងបានសួរនាងតើមានអ្វីកើតឡើងបញ្ញាប្រាប់ភ្លាមបៃឈូនៅក្លាហានជាងគេទៀតក្បានមកពេញចំពោះមុខអ្នកទាំងអស់គ្នាមកលេងក្បានប្រាប់ទៅកាន់ឈៀងយៀនថាគាត់បានយកប្រអប់ដៃនេះទៅឲ្យលោកម្ចាស់គាត់យកហើយច្បាស់ណាស់ប្រអប់នេះនាងដណ្ដើមពីលោកម្ចាស់គាត់ថែទៅបានសម្លាប់គាត់ទៀតលោកម្ចាស់វ៉ាងគុំមកយ៉ាងខ្លាំងស្រែកទៅកាន់ឈៀងយៀនមកលេងក្បានបន្តគិតទៅគាត់ដែលបានសម្លាប់លោកម្ចាស់គាត់គឺជានាងគេនិយាយរៀបរាប់ឲ្យជាច្រើនហើយឈៀងយៀនពេលនេះក៏នៅតែស្ងប់ស្ងាត់គណៈពេលដែលមកលេងក្បានដកដៃស្ទុំមកឈៀងយៀនក្បានសម្រុកចូលដូចគ្នាការប៉ះទង្គិចគ្នារវាងជើងខ្លាំងទាំងពីរបណ្ដាអ្នកគ្រប់គ្នាពិបាកនឹងទប់ខ្លួនកាត់កាន់នាងទាំងពីរវិញមកលេងក្បានកាប់ទៅកាន់ឈៀងយៀនម្ដាយនាងក្បានទប់ទល់សម្លឹងទៅកាន់គេជាមួយនឹងការភ្នែកដ៏មុតស្រួចក្រោយមកនាងទាំងពីរក៏នៅតែបន្តប្រយុទ្ធឈៀងយៀនក្បានដកឃ្លាឡើងទៅលើរូបសម្លាក់មួយនេះបើទោះបីជាអញ្ចឹងមកលេងក៏នៅតែមកតានាងទាំងពីរបន្តប៉ះទង្គិចគ្នាល្បឿនក៏ពិតជាលឿនកាប់ចុះកាប់ឡើងលំពីពេញសំណាក់តែចុងក្រោយមកលេងក៏ត្រូវបានឈៀងយៀនវាយខ្ទៀតគេក៏បានសម្រុកចូលសាជាថ្មីកាប់ទៅកាន់ឈៀងយៀនតែគោលបំណងគឺចង់សម្រុកទៅរកឈឺតងប៉ុណ្ណោះបើទោះបីជាអញ្ចឹងឈៀងយៀនក៏មិនអាចឲ្យគេធ្វើបានសម្រេចទេនាងក៏បានមករារាំងមកលេងក៏បានកាប់មកសាជាថ្មីឈៀងយៀនក៏បានទប់ទល់តែមុខរបស់នាងក៏រងរបួសបន្តិចបាត់ទៅហើយគណៈពេលនេះមកលេងក៏ចង់មកសម្លាប់នាងតែក៏ត្រូវបានឈឺតងជួយទប់ទល់បៃឈូគឺក្បាច់ស្រីស្អាតមានរបួសបែបនេះក៏ចង់សម្រុកចូលទៅតែក៏ត្រូវបានតង់ទាញខាត់កម្មកម្មពួកគេទាំង3វិញពេលនេះក៏បានវាយគ្នាទម្លុះមកក្រោយសំណាក់ពួកគេសម្រាប់បន្តិចសម្លឹងមើលទៅមុខគ្នាមកលេងក៏នៅតែញញឹមទៅភាពជឿជាក់បន្តមកការប្រយុទ្ធក៏បានចាប់ផ្ដើមពីទល់មួយតែបើទោះបីជាអញ្ចឹងមកលេងល្បឿនរបស់គេក៏ពិតជាលឿនអ្នកទាំងពីរកាប់សងតែមិនចង់តាន់ស្របពេលនឹងតែមន្ត្រីអនុវត្តច្បាប់ជាច្រើនក៏បានចេញមកលោកម្ចាស់បានក៏បានប្រាប់ឲ្យឈឺតងជាមួយនឹងឈៀងយៀនចុះចាញ់ទៅដែលឡែកបៃឈូជាមួយនឹងតង់ទាញគេក៏បានមកមើលដូចគ្នាតែសម្រាប់អ្នកទាំង3វិញការប្រយុទ្ធក៏នៅតែបន្តពេលនេះក៏បានសម្រុកទៅកាន់គ្នាយ៉ាងលឿនមកដល់ឈឺតងកាប់ពីក្រោមចុះឡើងឈៀងយៀនក៏បានហក់មកកាប់ពីលើអ្នកទាំងពីរសហការគ្នាកាប់ទៅកាន់មកលេងតែម្នាក់ឯងជាលទ្ធផលមកលេងក៏ត្រូវបានខ្ទាតគេក៏នៅតែសម្រុកចូលធ្វើការប្រយុទ្ធសាជាថ្មីកម្លាំងលើកនេះខ្លាំងជាងមុនអាចវាយស្មើដៃជាមួយនឹងពួកគេបានគ្រានោះឈឺតងក៏បានស្ទង់មកចាក់គេក៏បានហក់ឡើងទៅខាងលើឈៀងយៀនក៏បានដាក់មកមួយដៃទៀតធ្វើគេខ្ទាតសាជាថ្មីបន្តមកពួកគេក៏បានស្ទុះទៅកាប់មកលេងស្របពេលដំណើរគ្នាតែកម្លាំងរបស់គេក៏ពិតជាខ្លាំងរុញច្រានអ្នកទាំងពីរខ្ទាតមកខាងក្រោយវិញលើកនេះលែងហ៊ានមើលសារអ្នកទាំងពីរទៀតហើយពួកគេបានត្រៀមខ្លួនในការប្រយុទ្ធសាជាថ្មីមិនទុកយូរបងប្អូនអ្នកទាំងពីរក៏បានសម្រុកចូលមកលេងក៏បានកាប់មកនៅចំហាយដៃជាច្រើនថាមពលយ៉ាងខ្លាំងក្លាក៏បានផ្ទុះស្លាយពេលឡើងពីពេញនឹងបណ្ដាឲ្យបៃឈូជាមួយនឹងតង់ទីងក៏មានការភ្ញាក់ផ្អើលខណៈពេលដែលពួកគេនៅតែបន្តប្រយុទ្ធនោះយើងស្ដាប់ទៅបានឃើញលោកម្ចាស់វាងបានសម្រុកចូលទៅបញ្ចេញនូវថាមពលបំបីអ្នកទាំង3គាត់ក៏បានប្រាប់ឈៀងយៀនឲ្យបញ្យល់នៅរឿងរ៉ាវដែលបានកើតឡើងទាំងអស់មន្ត្រីអនុវត្តច្បាប់ក៏បានមកឡោមព័ទ្ធអ្នកទាំងពីរម្ដងទៀតឈឺតង់ចង់ចាត់ការតែឈៀងយៀនក៏បានខាត់ប្រាប់ពួកគេចុះសិនរឿងរ៉ាវដែលបានកើតឡើងទាំងអស់គឺជាគម្រោងរបស់នាងមានអ្វីពាក់ព័ន្ធជាមួយនឹងសិស្សប្អូនរបស់ខ្ញុំទេចង់ចាប់ខ្ញុំចុះឈឺតង់លើបែបនេះក៏បានហៅទៅកាន់សិស្សច្បងតែនាងក៏បានប្រាប់មកវិញថានេះគឺដើម្បីសម្រាប់ធានសានដែលបែបនេះឈឺតង់គ្មានជំរឿអ្វីទេក្រៅពីផ្លាទីចាស់ចេញពីទីនេះយ៉ាងលឿនមកលេងឃើញចឹងក៏ចង់ទៅរារាំងតែឈៀងយៀនក៏បានស្ទុះទៅជាលឿនដើម្បីទប់ទល់ជាមួយនឹងគេបៃឈូនៅក៏ចង់ទៅជួយដែរតែតង់ទីងក៏នៅតែខាត់កម្មការឈៀងយៀនណាវិញក៏នៅតែបន្តទប់ទល់ជាមួយនឹងមកលេងក៏តែបានវាយគេទៀតមកលេងក៏បានសម្លឹងទៅឃើញឈឺតង់បានផ្លាទីចាស់ចេញបាត់ទៅហើយឈៀងយៀនក៏បានទុកដៅវិញប្រាប់ពួកគេថានឹងចោះចាញ់ហើយឬក៏បានកើតឡើងក្រុមគ្រួសារលោកទាំងអស់គឺជាស្នាដៃរបស់នាងដែលបែបនេះលោកម្ចាស់វាងក៏បានបញ្ជាមន្ត្រីអនុវត្តច្បាប់យកឈៀងយៀនទៅឃុំឃាំងឈៀងយៀនក៏ដាប់ដៃយ៉ាងណែនហើយក៏បានដកដង្ហើមធំនាងក៏បានប្រកួតដៃទៅឲ្យពួកគេចំណែកឯមកលេងវិញបន្ទប់បីជាបែបនេះទឹកមុខក៏នៅតែបន្តស្ងប់ចិត្តរេតង់ទីងនឹងបៃឈូក៏បន្តសម្លឹងមើលមុខនាងដោយភាពភ្ញាក់ផ្អើលឈៀងយៀនវិញនាងក៏មិនហ៊ានមើលមុខអ្នកទាំងពីរទេដែលឡែកលោកម្ចាស់វាងវិញក៏បានរំលឹកថានាងពិតជាបានសម្រាប់លោកម្ចាស់គាត់ពិតមែនមើលទៅពេលវេលាបានផ្លាស់ប្ដូរហើយដំណឹងមួយនេះក៏ត្រូវបានផ្សព្វផ្សាយពីពេញទីក្រុងថាគ្រួសារលោកមិនត្រូវបានបំផ្លាញទេឬរ៉ាវដែលបានកើតឡើងទាំងអស់គឺជាគម្រោងរបស់គ្រួសារលោកខ្លួនឯងចំណែកឯលោកម្ចាស់គាត់វិញក៏ត្រូវបានសម្លាប់ទៅដោយកំពូលភ្នំតៃហាងក៏មិនមែនជារឿងពិតដែរអ្នកដែលបានសម្លាប់គាត់នោះគឺជាលេនឈៀងយៀនបៃឈូជាមួយនឹងតង់តែងលើបែបនេះក៏មិនអាចធ្វើអ្វីបានទេក៏បានដើរចាចេញបៃឈូក៏បានសួរចុចបងអាចារ្យឈៀងយៀនពិតជាបានរៀបចំនៅរឿងទាំងអស់នេះពិតមែនតង់តែមិនបានតមនៅឡើយក៏បានប្រាប់គេឲ្យបញ្ញាប់ហ្វឹកហាត់ទៅបន្តមកសិស្សរឿងកម្មការហ្វឹកហាត់បៃឈូពេលនេះក៏រៀនឆោលើមែកឈើអណ្ដែតលើទឹកតែគេក៏បានធ្វើមិនបានជោគជ័យទេក្រោយមកទៀតក៏ជាការហ្វឹកហាត់វាយទៅលើដើមឈើតែគេក៏មានការឈឺចាប់យ៉ាងខ្លាំងការហ្វឹកហាត់បន្តគឺជាការវាងឲ្យតង់ទីអង្គុយពីលើតង់ទីក៏លោផងដែរដោយសារតែឯស៊ីច្រើនពេកនឹងទៅមិនអាចស៊ូតជាមួយនឹងការលំបាកបែបនេះបានក្រោយមកទៀតតង់ទីក៏បានយកមែកឈើមួយដើម្បីជួយសម្រួលជីពចររបស់គេបៃឈូក៏នៅតែរំលឹកអំពីឈើតង់ជាមួយនឹងឈៀងយៀនជាលទ្ធផលនោះតង់ទីក៏បានវាយគេឲ្យខ្ទាតឡើងទៅលើដើមឈើគាត់ក៏នៅតែបន្តវាយទៅកាន់បៃឈូផងមករៀនទៅកាន់គេផងគាត់ប្រឹងតែបានលោទៅកាន់លោកគ្រូថាដោយសារតែគាត់នឹងហៅទៅធ្វើគេធ្លាក់ខ្លួនបែបនេះបៃឈូក៏បានសួរតែសិស្សច្បងនៅតែចង់ខ្លាចជាព្រះបរោះទៀតឬតង់ទីក៏បានប្រាប់វិញថានោះគ្រាន់តែជាក្តីសម័យពីក្មេងរបស់គាត់ប៉ុណ្ណោះចាប់តាំងពីត្រូវបានសំណាក់ធានសានចាប់គាត់ហើយនោះគាត់លែងខ្វល់អ្វីទៀតហើយពេលនឹងត្រឹមតែចាប់ចោលប្លន់ក៏
ពេកពករកប្រាក់នឹងក៏បានដែរប្រេងធម្មតាតែមិនអីទេតែវាយពេលឈូគ្នាឡើងឈឺគូតពេលនេះគាត់ថាទៅបាននិយាយទៅដល់ឈិនយៀនមានអារម្មណ៍ថានាងគឺជាខ្ញុំបន្ទាប់មកក៏តទៅកាន់ពេលឈូមួយជើងខ្ទៀតឡើងទៅលើដើមឈើមួយក្រោយមកក៏បានហោះមកតាមពេលឈូក៏ផុតភ័យយ៉ាងខ្លាំងខ្លាចសត្វច្បងវាយបន្តទៀតតែគាត់ក៏បាននិយាយទៅកាន់ពេលឈូនាងប្រហែលជាមានហេតុផលផ្សេងទៀតហើយខ្ញុំមិនជឿទេថាឈិនយៀនហ៊ានសម្លាប់លោកម្ចាស់គាត់ព្រោះពេលនោះនាងមានឱកាសរត់គេចប៉ុន្តែនាងជ្រើសរើសចោះចាញ់ពេលឈូក៏យល់ស្របសត្វច្បងនិយាយក៏ពិតជាត្រឹមត្រូវខ្ញុំក៏បានរកឃើញអ្វីចម្លែកអំពីបញ្ហានេះដែរតុងទីងក៏ព្យាយាមសួរពេលឈូក៏បាននិយាយបើនេះគឺជាគម្រោងរបស់នាងពិតមែនបើគ្រូសាស្ត្រលោកមិនបានស្លាប់ទេនាងមានហេតុផលអ្វីដែលត្រូវយកសម្បត្តិពីលោកម្ចាស់គាត់វិញនាងគ្រាន់តែសរសេរថ្មីទៅបានហើយតែបែបនេះតុងទីងក៏បានគិតនេះប្រហែលជាលូណាងសានបានបង្កើតនៅលិខិតឈាមមួយទៀតហើយរកឈិនយៀននាងក៏បានឃើញនឹងបានផ្ដល់ទៅកាន់លោកម្ចាស់គាត់រីឯសម្បត្តិឈាមមួយទៀតក៏ត្រូវបានស្ដេចសមោឋានសួររកឃើញដូចគ្នាសរុបមកឈិនយៀននាងក៏មិនដឹងអ្វីទេពេលឈូក៏បានបន្តដោយសារតែលោកម្ចាស់គាត់ចង់លាតត្រដាងនឹងការកុហកនេះទៅស្ដេចសមោឋានសួរសម្រាប់គាត់តែក៏ងឿងឆ្ងល់ចាំមិនបានជាកំពូលភ្នំតៃហាងបានបង្ហាញខ្លួនមកតុងទីងដូរដង្ហើមធម្មតិចក៏ថាវាចៃដន្យពេកហើយបានតែបានងឿងឆ្ងល់មិនបានជាលោកម្ចាស់គាត់ទទួលបានសម្បត្តិហើយបែរជាមិនប្រាំអ្នកដទៃហើយក៏គ្មានហេតុផលអ្វីដែលត្រូវលាក់ទុកសម្រាប់រឿងដែលបានកើតឡើងក្នុងគ្រួសារលូដែរព្រោះតែពេលមិនបានផ្ដល់ផលប្រយោជន៍អ្វីឲ្យគាត់ឡើយពេលឈូក៏បានបន្តវាលើកលែងតែគាត់មិនចង់ឲ្យកំពូលភ្នំតៃហាងខ្លាចជាឃាតករលៀមនៅដែរតុងទីងក៏បានក្រោកមកវាមកលទ្ធភាពមួយទៀតដែលទៅរួចកំពូលភ្នំតៃហាងជាមួយលោកម្ចាស់គាត់ក៏មានតំណែងតំណងជាមួយនឹងគ្នាតែបែបនេះក៏បានបបោសិស្សប្អូនទៅស្វែងរកការពិតកន្លែងដែលគាត់ស្លាប់ពេលឈូក៏បានយល់ស្របព្រមទាំងបានប្រាប់ថាមិត្តរបស់គេម្នាក់បានលាក់ផ្កាដ៏មានតម្លៃពីរព្រមទាំងបានស្នើសុំឲ្យខ្ញុំជួយមើលថែពួកគេផងពេលដែលធ្វើដំណើរទៅនៅពួកយើងឆ្លៀតឱកាសចូលទៅនៅបន្តិចទៅតុងទីងលើបែបនេះក៏បានបបោសិស្សប្អូនទៅហើយក៏ពិតជាទៅពិតមែនមេឈើដែលពួកគេជាន់នោះក៏បានបាក់អ្នកទាំងពីរក៏បានធ្លាក់ចុះមកតែរឿងក៏បានកម្មការមកលេងនៅនេះវិញគេក៏បានធ្វើដំណើរមកដល់កន្លែងស្ងាត់មួយនៅក្បែរនេះយើងក៏បានឃើញមនុស្សម្នាក់បានមករកចាំគេក៏បាននិយាយទៅកាន់បរិយាអត់កំបាំងម្នាក់នោះថាឈិនយៀនលែងជាការគម្រាមកំហែងរបស់គេទៀតហើយក៏បានតបមកវិញចុះតុងទីងជាមួយនឹងពេលឈូតែពួកគេទៅពេលសម្រាប់មកលេងវិញគ្មានអ្វីសំខាន់ទេមិនតមករឿងក៏បានកម្មការតុងទីងនេះវិញពេលនេះក៏បានធ្វើដំណើរមកដល់ផ្ទះបាក់បែកមួយកន្លែងនៅពេលដែលពួកគេបានចូលមកដល់ខាងក្នុងនោះតុងទីងក៏មានអារម្មណ៍ថាដូចជាមិនត្រឹមត្រូវភ្លាមៗក៏បានចាប់អារម្មណ៍នឹងអ្វីមួយពេលឈូក៏បានរំលឹកទៅដល់សម្ដីប៉ោយយេសេងបានប្រាប់គាត់ថានៅទីនោះមានបន្ទប់ស្ងាត់មួយពេលឈូគេក៏បានឃើញហើយប្រចាំទៅកាយកងតាក់ដែលស្ថិតនៅលើដៃរូបចម្លាក់មួយនោះតែវាដូចជាគ្មានរឿងអ្វីកើតឡើងនោះទេស្របពេលនោះដែរតុងទីងក៏បានចាប់អារម្មណ៍ប្រញាប់ទៅចាប់សិស្សប្អូនចាញ់បើមិនដូច្នេះទេត្រូវនឹងអាវុធសម្ងាត់ជាមិនខានបើទោះបីជាចង់អាវុធជាច្រើនទៀតក៏នៅតែបន្តបាញ់មកជាសំណាងល្អដែលតុងទីងរហ័សគេចផុតបានទាំងអស់តុងទីងដកដង្ហើមធំស្មានតែរួចខ្លួនហើយស្រាប់តែក្រោយនៅក្រោមជើងរបស់គាត់ក៏បានបើកជាលទ្ធផលនោះក៏បានធ្លាក់ចូលទៅខាងក្រោមស្រែចាច់ពេលឈូក៏បញ្ញាប់មកមើលស្រែហើយសាច់បងប្រាប់គាត់ថាកុំឲ្យភ័យខ្លាចអីរួចក៏បានលោតទៅតាមហើយលោតទៅនឹងមិនដឹងថាម៉េចម៉ានទេឮតែសម្លេងតុងទីងស្រែកពេលស្មងក្រោយពេលឈូក៏បានសួរសាច់បងតែមិនអីទេឬនៅទីនេះក៏ពិតជាមានបន្ទប់ស្ងាត់ពិតមែនតុងទីងក៏បានមកភ្លឺភ្លើងមកយើងក៏បានឃើញថាពេលឈូក៏បានសង្កត់ពីលើគាត់ក្រោយមកអ្នកទាំងពីរក៏បានដើរទៅពិនិត្យមើលជុំវិញទីនេះរីឯនៅទីនេះវិញវាហាក់បីដូចជាលអាងភ្នំមួយអញ្ចឹងដើរចុះតាមឡើងពេលឈូក៏ចាប់អារម្មណ៍នៅលើជញ្ជាំងក៏មានគប់ភ្លើងមួយតុងទីងក៏បានដុតទៅលើវាសតតាមពពភ្លើងមួយបានផុសចេញមកដុតបំភ្លឺជុំវិញទីនេះនៅខាងមុខវិញក៏មាននៅរណ្ដៅជ្រៅជ្រៅតែក៏មាននៅថ្មសម្រាប់ពួកគេឆ្លងដែរតុងទីងក៏ឲ្យសិស្សប្អូនកាន់ភ្លើងនេះស្ទើរគាត់ជាអ្នកទៅមុនបន្ទាប់មកក៏បានផ្លាស់ទីយើងលឿនទៅខាងមុខតែព្រាមនោះក៏សតទៅបានជន់ទៅកាន់ថ្មមួយវាក៏មានការរំជួយរអិលចូលទៅខាងក្រោមតុងទីងក៏ព្យាយាមទប់ខ្លួនយ៉ាងខ្លាំងមកយូរប៉ុន្មានវាក៏បានប្រែទៅជាធម្មតាវិញធម្មតាតែមិនធម្មតាព្រោះតែអ្វីជាច្រើនក៏បានបាញ់សម្ដៅមករកតុងទីងក៏បានហក់កិច្ចទៅខាងក្រោយក៏ស្ដាប់តែមានអ្វីជាច្រើនបាញ់បន្តទៀតដល់បែបនេះក៏មានតែផ្លាស់ទីចុះឡើងបន្តកិច្ចពីអ្វីទាំងអស់នេះសម្លឹងមើលស្ថានភាពជុំវិញទីនេះបន្តិចហើយក៏បានស្ទុះទៅមុខតែភ្លាមៗក៏ស្ដាប់តែមានអារម្មណ៍ដៃដ៏ធំមួយបានសម្ដៅមករកគាត់ជាសំណាងល្អដែលតុងទីងកិច្ចផុតតាន់ទៅខាងក្រោមទៅហើយតែក៏អាចយកជើងទប់បានរែដំដៃដ៏ធំនោះក៏បីនឹងចំពេលឈូដែលគ្នាខំគេលំបាកដៃបោះជើងពេលឈូដនហាមធំស្មានតែរួចខ្លួនទៅហើយនោះក៏ស្ដាប់តែដំដៃនោះបានហោះមកវិញបុកចំគេបាច់ថ្មខ្ចាយមិនតែប៉ុណ្ណេះក៏បានបុកទៅកាន់តុងទីងទៀតតែនេះក៏ជាសំណាងរបស់ពួកគេដែរព្រោះតែអាចឆ្លងមកកាន់ត្រូវមកខាងទៀតបានសម្រេចនៅទៅពេលក៏បានក្រោកមកមើលទៅដូចជារករ៉ាដល់ហើយគេមិនបានដេញតាមសម្លាប់ផងនៅទៅវិញទៅនេះទៀតពួកគេក៏បានបន្តដំណើរទៅខាងមុខបានបន្តិចពេលឈូក៏បានភ្ញាក់យ៉ាងខ្លាំងតុងទីងក៏បានស្ដីឲ្យតែក៏លើទៅក៏ស្ដាប់តែបានឃើញនៅគុកមួយហើយតុងទីងក៏ដូចជាមានចំណេញពិតមែនប្រតែលុះតូចមួយនេះក៏អាចដោះសោបានដែរនៅទៅពេលក៏បានដើរចូលបន្តិចម្ដងដើម្បីពិនិត្យមើលភ្លាមៗក៏ស្ដាប់តែមានមនុស្សស្រីពីរនាក់បានមកវិភាគជាសំណាងល្អដែលអាចគិតតាន់ហើយតាមពិតទៅផ្កាដែលប៉ោយេសិងបាននិយាយនោះគឺជាកញ្ញាពីរនាក់នេះដែលជាកូនសិស្សរបស់ព្រះយាយមូរងហើយមើលទៅកញ្ញាទាំងពីរដូចជាគ្មានកម្លាំងអ្វីទេដោយសារតែឃ្លានខ្លាំងពេកកញ្ញាម្នាក់ក៏បានរត់ទៅរកពេលឈូគ្នាភ័យចាំប្រកាយបញ្ញាប្រត់កិច្ចដែលតុងទីងនេះវិញត្រូវបាននារីម្នាក់ទៀតដេញតាមវិភាគក៏តបជាមួយនឹងនាងតិចប៉ុណ្ណោះតែមើលទៅនាងដូចជាគ្មានកម្លាំងកំហែងអ្វីទេប្រហែលជាអត់បាយ3 4ថ្ងៃហើយត្រពេលនោះពេលឈូក៏ស្គាល់ហើយស្ដាយប្រាប់តុងទីងថាពួកគេគឺជាកូនសិស្សនៅក្នុងវិមានដែលយូរនោះងឿងឆ្ងល់ខ្លាំងណាស់ហើយអ្វីបានជួបគេនៅទីនេះតុងទីងក៏បញ្ញាមកខាត់នាងប្រាប់តែគាត់មកជួយសង្គ្រោះពួកនាងទេតែកញ្ញាម្នាក់នោះនៅតែវាយមកតុងទីងក៏ឲ្យនាងស្ងប់ចិត្តសិនទៅតែនាងហាក់បីដូចជាមិនបានស្ដាប់នៅឡើយក៏បានវាយមកម្ដងទៀតពេលឈូរៀងមួយម៉ោងបន្តិចដែរនោះក៏បានប្រាប់ប្រាស្នៀតចង់ឲ្យភ្នំនឹងទន្លេធ្វើនាងគាំងស្គប់ចំណែកកញ្ញាម្នាក់ទៀតក៏នៅតែបន្តដេញវាយតុងទីងតែពេលនេះសម្បីតែកម្លាំងបើកភ្នែកនៅសឹងតែមិនចង់មានផងរត់ចូលរត់ឡើងក៏បានវែងតុងទីងចាំមកចាត់ការទៀតតុងទីងក៏បានបិទត្រង់នាងខ្មុំហើយវាយចេញមកតុងទីងក៏ចាប់ដៃនាងជាប់គ្រាន់តែប៉ុណ្្នឹងកម្លាំងមិនដឹងថាមកពីណាទេស្ដាយដាក់តុងទីងមិនបានជិះហ៊ានប៉ះនាងតុងទីងក៏បានសុំទោសប្រតិបត្តិសួរឈ្មោះរបស់នាងកញ្ញាម្នាក់នោះក៏បានតទៅវិញនៅហ៊ានសួរឈ្មោះរបស់នាងទៀតតុងទីងក៏ថាសម្បីតែឈ្មោះមិនចង់ប្រាប់គេផងការបែប
បានប្តីចែនិយាយលេងទេតុងទីងក្បាលសួននាងតែនិយាយនេះមានន័យថាម៉េចកញ្ញាម្នាក់នៅគាត់ធ្វើជានារីទុនខ្សោយថាតុងទីងនេះបានមកពៀនទៅលើនាងលឿងចឹងគាត់ក៏ចង់ងឹតមកប្រាប់ពួកនាងថាកុំឲ្យយល់ច្រឡំអីគាត់មកទីនេះដើម្បីរកការទេកញ្ញាម្នាក់ទៀតសម្លឹងមើលអ្នកទី2រួចក៏បានប្រាប់គ្នានាងថាពួកគេមិនមានបំណងអាក្រក់អ្វីទេហើយអ្នកទាំងពីរក៏មិនដូចជាអ្នកផ្សំកំណត់ចាប់ពួកនាងដែរបើជួក៏បានសួរទៅកាន់នាងយ៉ាងសុភាពបរោះមិនបានជាកញ្ញាជាប់នៅទីនេះនាងក៏បានរំលឹកទៅដល់ការពណ៌សម្យ៉ាងហើយមិនដឹងថានិយាយអ្វីខ្លះទេសម្បីតែបើជួនឹងក៏មិនយល់ដែរតុងទីងក៏ជួយបបប្រែឲ្យថានាងកំពុងតែដាក់មតាសាមនុស្សដែលបានចាប់នាងមកទីនេះក្រោយមកកញ្ញាទាំងពីរក៏បានអរគុណទៅកាន់ពួកគេដែលបានជួយសង្គ្រោះគុណបំណាច់មួយនេះនាងនឹងចងចាំតុងទីងក៏បានប្រាប់នាងមិនចាំបាច់ទេពួកយើងគួរតែចាក់ចែងពីទីនេះសិនទៅមុននឹងទៅនៅពេលជួក៏បានសួរនាងមានឃើញផ្កាពីរតងស្ថិតនៅទីនេះដែរទេគណៈពេលនឹងដែរជើងក៏បានឃើញផងដែរថាកញ្ញាទាំងពីរក៏សត្វតែបានប្រែទៅជាផ្កាហើយនេះចង់រាប់ផ្កាលើផ្កានៅចំពោះមុខហើយអញ្ចឹងសាច់រឿងយើងនៅពេលនេះក៏បានមកដល់ទីបញ្ចប់ផងដែរ